bán nộp bằng nộp bán bà dòng nộp bán bà giòn nộp bán bờ nộp bán hàm nộp bán sạp nộp bán cổ nộp bán nộp bằng nộp bán bà dòng nộp bán bà giòn nộp bán bờ nộp bán hàm nộp bán sạp មានការសំណុំពរពីម្ចាស់ផ្ទះដែលគាត់រស់នៅក្នុងបរិយាបាទគាត់ថាពូថាអញ្ចឹងគាត់សំណុំពរទៅប្រធានសន្តិសុខខាងលើថាអាហ្នឹងចាប់ពីម៉ោង 7 ទៅគេទៅធ្វើការអស់ហើយនៅតែអ្នកមានផ្ទៃពោះអ្នកមានជំងឺណាបាទហើយនឹងកូនក្មេងបាទអញ្ចឹងគាត់មិនសំណុំពរអីទេគាត់ថាសំណុំពរសូមឲ្យថាបើបងមកលក់ក្នុងនេះយើងអាចបថយសលេងមកល្មមពេលខ្លះក្មេងវាលឺវាភ្ញាក់ហើយមិនមែនថាខ្ញុំមកថ្ងៃខ្ញុំមកតែម្ដងសោះណាប៉ុន្តែមកតែមិនមែនមកតែបងទេគេថាអង្គុយនៅនេះវិញជួនកាលកន្លះម៉ោងមក2 3នាក់អញ្ចឹងខ្ញុំគិតថាអូក្មេងថាជាអាចថាដេកអត់លក់មែនបើសិនជាយើងបើកខ្លាំងហ្នឹងអញ្ចឹងវាប្រឈមមុខក្មេងវាត្រូវការដេកច្រើនបាទបើវាដេកអត់គ្រប់គ្រាន់វាប្រឈមមុខនឹងក្តៅខ្លួនឬក៏ឈឺអីចឹងទៅបាទអញ្ចឹងអានេះគាត់ថាជាការសំណុំពររបស់គាត់ថាឲ្យបថយបាទបថយនឹងបថយរឿងលឺមកល្មមបាទអរគុណបាទអរគុណច្រើនបងហ្នឹងហើយបាទបងបាទបាទនេះហេតុផលណាបាទព្រោះចឹងរីបរិយខ្ញុំនៅរងថ្ងៃនិយាយត្រង់អ្នកលក់20 40នាក់ដូចគ្នាខ្ញុំនៅបរិយទេតែបាទបងបាទហ្នឹងហើយនៅបរិយនៅក្រោយនេះនេះក្រោយទួលខ្លីនេះបាទហើយណាមួយនៅក្នុងនេះវាមានមន្ត្រីគាត់រស់នៅច្រើនដែរបាទមន្ត្រីចរាចរណ៍មន្ត្រីនគរបាលអីចឹងបាទអញ្ចឹងគាត់ថាសំណុំពរណាគេជួយបថយសំឡេងបន្តិចបាទបងណាបងអរគុណច្រើនបងណាបាទដឹងយើងបាទបងបាទបថយតិចហ្នឹងហើយបងបាទហើយគាត់ខ្ញុំអត់ដឹងអញ្ចឹងហ្នឹងហើយបងបាទហ្នឹងហើយនេះធម្មតាមើលមានការណែនាំអញ្ចឹងយើងដល់ហ្នឹងយើងបថយបាទបងបាទអរគុណច្រើនបងមួយបាននេះមើលបានហ្នឹងបាន 3 4នាក់តែវាគ្មានអ្នកទិញទេហ្នឹងហើយបាទពូស្មានដែរភាគច្រើនគេទៅធ្វើការអស់បងបាទហ្នឹងហើយពូមកបាទហ្នឹងហើយបងអរគុណក្នុងព្រះគាថាមួយព្រះពុទ្ធបរមគ្រូត្រាស់សម្ដែងថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយមិនគួរនិយាយពាក្យអាក្រក់នឹងនរណាម្នាក់ឡើយព្រោះមនុស្សដែលត្រូវអ្នកជេរស្ដីឲ្យហើយគេនឹងតបតដោយពាក្យអាក្រក់វិញមិនខានដូច្នេះការប្រណាំងប្រជែងដោយពាក្យសម្ដីមិនមានទីបញ្ចប់